នាងជាទីមេត្រីក្រុមអ្នកខ្លំមើលនយោបាយនៅក្នុងសង្គមអះអាងថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងជាប្រធានគណៈបកកណ្ដាលអំណាចកំពុងអនុវត្តនៅរបបផ្ដាច់ការចាប់តាំងពីលោកឡើងកាន់តំណែងជាប្រធានបកក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់បកកណ្ដាលអំណាចអះអាងផ្ទុយទៅវិញថាលោកហ៊ុនសែនគឺជាមេដឹកនាំចិត្តធម៌ប្រកបដោយការអភិវឌ្ឍចាប់ពីរដ្ឋធានី Washington លោកតាំងសារដារាយការណ៍ពីស្ដារអំពីបញ្ហានេះអ្នកវិភាគឯករាជ្យលោកបណ្ឌិតឡៅមហៃអះអាងថាលោកហ៊ុនសែនកំពុងដឹកនាំប្រទេសនិងគណៈបកប្រជាជនកម្ពុជាបែបអត្តនោម័តដែលធ្វើការសម្រេចអ្វីៗតាមតែទំនឹងចិត្តរបស់លោកប៉ុណ្ណោះតែខ្ញុំចាប់អារម្មណ៍ក៏ដែលសម្រាប់ជាសិទ្ធិលោកចូលវិជ្ជាកម្មទៅមានដំណើរជំនួសហើយគឺអាចជួយវិវិធផ្លូវតែម្ដងតាមមេពេរិយាបទនិងកម្មភាពដែលដូចជាអត់មានអាទិបបាទទៅជាបរិការទៅលោកបន្តថាលោកហ៊ុនសែនប្រើប្រាស់ចរិតផ្ទាល់ខ្លួនមកលាយឡំជាមួយនឹងផែនការយុទ្ធសាស្ត្រនយោបាយដែលនាំឲ្យការសម្រេចចិត្តរបស់លោកនៅមានភាពគ្មានខ្ចីនិងខ្វះគោលការណ៍យូរអង្វែងលោកបណ្ឌិតឡៅមហៃសង្កេតឃើញថាលោកហ៊ុនសែនដឹកនាំបកបែបឆេវឆាវនិងប្រើអារម្មណ៍ផ្ទាល់ខ្លួនច្រើនជាងការដឹកនាំរបស់លោកជាស៊ីមអតីតមេដឹកនាំគណៈបកកណ្ដាលអំណាចដែលមានភាពចាស់ទុំជាងហើយនឹងធឹងជាងគេសង្កេតឃើញលោកហ៊ុនសែនបានប្រើកាយវិការបែបអត្តនោម័តមួយចំនួនក្នុងឈុតឆាកនយោបាយរបស់លោកកាលពីពេលថ្មីៗនេះជាក់ស្ដែងដូចជាការលុបបំបាត់តួនាទីមេដឹកនាំសម្លេងភាគច្រើននិងភាគតិចក្នុងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណៈបកនយោបាយក្នុងន័យចង់រំលាយគណៈបកសង្គ្រោះជាតិតាមរយៈការកែប្រែមាត្រាមួយចំនួនក្នុងច្បាប់នេះមិនតម្រូវឲ្យបុគ្គលទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌអាចធ្វើជាប្រធានឬអនុប្រធានបកលោកហ៊ុនសែនក៏បានទទួលស្គាល់សម្លេងរបស់លោកក្នុងខ្សែអត្ថសន្ទនាជាមួយលោកកឹមសុខាដែលត្រូវបានគណនី Facebook ឈ្មោះសីហាបញ្ចេញជាសាធារណៈលើពីនេះទៅទៀតលោកហ៊ុនសែនក៏បានគម្រាមបញ្ចេញខ្សែអត្ថសម្លេងថែមទៀតប្រសិនបើលោកកឹមសុខាមិនព្រមទទួលស្គាល់សម្លេងសន្ទនាទាំងនោះលោកបណ្ឌិតឡៅមហៃអះអាងថាការយាយីរបស់លោកហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាមកលើគណៈបកសង្គ្រោះជាតិកាន់តែធ្វើឲ្យគណៈបកកណ្ដាលអំណាចមួយនេះទទួលរងនឹងការស្ដីបន្ទោសជាខ្លាំងពីមហាជនហើយអាចនាំឲ្យបកនេះបាត់បង់សម្លេងគាំទ្រជាខ្លាំងសម្រាប់ការបោះឆ្នោតនៅពេលខាងមុខទៅវិញលោកបន្តថាគេឈ្មោះនិងកិត្តិយសរបស់គណៈបកប្រជាជនកម្ពុជាកំពុងអាប់អោនជាខ្លាំងក្នុងកណ្ដាប់ដៃរបស់លោកហ៊ុនសែនតាមរយៈការបោះពុយធ្វើបាបក្រុមបកប្រឆាំងនិងក្រុមអង្គការសង្គមស៊ីវិលដោយអត្តនោម័តធ្វើសកម្មភាពប្រឆាំងបក្រាបបន្តិចគណៈបកសង្គ្រោះនេះតែនេះគឺបានលទ្ធផលដូចប្រចាំទៅវិញគឺដូចជាសម្រាប់ការតែគ្រប់គ្រងគណៈបកសង្គ្រោះទៅវិញទោះជាយ៉ាងណាក៏ដោយអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានបានច្រានចោលការលើកឡើងរបស់លោកបណ្ឌិតឡៅមហៃលោកបន្តថាការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគឺផ្អែកតាមគោលនយោបាយជាមូលដ្ឋានរបស់គណៈបកទោះបីសម្ដេចតេជោហ៊ុនសែនលោកឡើងធ្វើជាប្រធានគណៈបកក៏លក្ខណៈគណៈបកអត់មានផ្លាស់ប្ដូរទេនៅដដែលអញ្ចឹងគោលការណ៍ដឹកនាំរបស់គណៈបកប្រជាជននៅតែដដែលអត់មានការផ្លាស់ប្ដូរទេគឺសមូហភាពជាអ្នកសម្រាប់បុគ្គលជាអ្នកទទួលខុសត្រូវដដែលបាទអត់មានអីខ្លែកទេបាទហើយការដឹកនាំរបស់សម្ដេចមិនមែនអត្តនោម័តដូចគាត់ថាទេដឹកនាំគេមានគោលការណ៍នៅក្នុងគណៈបកបើសិនណាជាគណៈបកមិនមកចត់មិនប្រកាន់គោលការណ៍ជាប់ទេគណៈបកមិនអាចរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងបានយូរអង្វែងរាប់សិបឆ្នាំដែរទៀតលោកសុកអេសានបានផ្ដល់តម្លៃដល់លោកហ៊ុនសែនថាជាមេដឹកនាំដ៏ឆ្លៀសវៃដែលបានដឹកនាំប្រទេសឲ្យមានការរីកចម្រើនរហូតដល់ល្បីល្បាញលើឆាកអន្តរជាតិហើយពលរដ្ឋក្នុងប្រទេសក៏ទទួលនៅសេចក្តីសុខហើយរស់នៅយ៉ាងសុខដុមរមនាថែមទៀតប៉ុន្តែអ្នកខ្លាំមើលអះអាងថាលោកហ៊ុនសែនជាមេដឹកនាំដែលកាន់អំណាចយូរជាងគេបំផុតក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ដែលល្បីខាងអាក្រក់និងអំពើពុករលួយជាលក្ខណៈប្រព័ន្ធជាមេដឹកនាំបែបជើងកាងចិត្តឆៅហ៊ានស៊ីហ៊ានសងជាមេដឹកនាំតាមបែបហិង្សានិងជាមេដឹកនាំដែលប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំបិទក្រុមអ្នកហ៊ានរិះគន់យ៉ាងហោចណាស់មានអ្នកទស្សនយោបាយចំនួនជិត30នាក់កំពុងស្ថិតនៅក្នុងការឃុំឃាំងរបស់រដ្ឋាភិបាលលោកហ៊ុនសែនក្រោមហេតុផលនៃការបញ្ចេញមតិអ្នកទាំងនោះរួមមានតំណាងរាជគណៈបកប្រឆាំងសកម្មជនបកប្រឆាំងនិងមន្ត្រីសង្គមស៊ីវិលជាច្រើនរូបទៀតប៉ុន្តែជារឿយៗលោកហ៊ុនសែនតែងប្រមានថាលោកសុកចិត្តប្រើប្រព័ន្ធតុលាការជាជាងប្រើកងទ័ពខ្ញុំជានាយករដ្ឋមន្ត្រីខ្ញុំជានាយករដ្ឋមន្ត្រីសុកចិត្តប្រើតុលាការហើយចុះបើមិនឲ្យគេប្រើតុលាការគេប្រើកំភ្លើងនេះឯងនិយាយគ្នាច្បាស់ខ្ញុំបញ្ជាត្រង់តែទៅការតែ2ម៉ោងឯងក្រុមពេញយកសាកលើក្នុងម៉ោងហ្នឹងតែ2ម៉ោងនេះបើខ្ញុំប្រើអំណាចប្រជាអត់ត្រូវការយូរ
រត់តាណាក៏មិនរួចដែរឃ្លុំបីយកទាំងអស់ហើយគេប្រែការនោះទៅជាប្រែតាប្រាស់អាលោកពួកអ្នកផ្លែងការផ្លែងអីមិនចង់បរទេសក៏ដោយចង់ខ្មែរអ្នកឯងគឺអ្នកឯងល្ងងអ្នកឯងមិនចេះច្បាប់អ្នកឯងទទួលស្គាល់សិទ្ធិពួកប្រឆាំងអ្នកឯងមិនទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ្នកកាន់ណាស់ទេរបាយការណ៍របស់អង្គការ Liga do ដែលចេញផ្សាយកាលពីឆ្នាំ2013បានរាយការណ៍ថាគិតចាប់តាំងពីឆ្នាំ1993មកយ៉ាងហោចណាស់មានមនុស្សជាង100នាក់ត្រូវបានគេធ្វើឃាតដោយសារការបំពេញមុខងាររបស់ខ្លួនការបញ្ចេញមតិការជាប់ពាក់ព័ន្ធជាមួយអ្នកនយោបាយនិងហេតុផលផ្សេងៗទៀតរហូតមកទល់ពេលនេះពន្លឺយុទ្ធធម៌នៃឧក្រិដ្ឋកម្មខ្នាតធំជាច្រើនករណីហាក់កប់ក្នុងភពអន្តការដ៏សែនជ្រៅឃាតកម្មទាំងនោះរួមមានករណីអ្នកវិភាគសង្គមលោកបណ្ឌិតកែមលីអ្នកឃ្លាំមើលបរិស្ថានលោកឈុតវុធីប្រធានសហជីពសេរីកម្មករលោកជីវិជាលោកហ៊ីវុធីលោករស់សវណ្ណរ៉េតនិងករណីតារាភាពយន្តអ្នកស្រីពិសិដ្ឋពីលីកាកញ្ញាទុយសូនិចនិងកញ្ញាតាត់ម៉ារីណានៅតែស្ថិតក្នុងភាពអាកំបាំងនៅឡើយហើយអ្នកបញ្ជាពីក្រោយឧក្រិដ្ឋកម្មទាំងនេះក៏នៅតែមានសេរីភាពក្នុងប្រទេសអច្ឆរិយៈខាងនីតិរដ្ឋភាពឬភាពគ្មានទោសពៃនេះដែរក្រៅពីឧក្រិដ្ឋកម្មខ្នាតធំទាំងនេះមិនត្រូវបានសមត្ថកិច្ចទីក្រុងភ្នំពេញរកយុត្តិធម៌នោះគេនៅមិនទាន់ភ្លេចនៅឡើយទេចំពោះឧក្រិដ្ឋកម្មដ៏សាហាវមួយជ្រុងទៀតកាលពីទសវត្សរ៍ឆ្នាំ1990ដែលពេលនោះកងទ័ពរបស់លោកហ៊ុនសែនក្នុងខែកក្កដាឆ្នាំ1997បានសម្លាប់កងទ័ពរាជានិយមរាប់រយនាក់រួមនឹងការបោកគ្រាប់បែកមុខអតីតមន្ត្រីរដ្ឋសភាដែលសម្លាប់ជីវិតមនុស្ស16នាក់ផងនោះក៏គេនៅមិនទាន់ឃើញមានការបើកដំណើរការស៊ើបអង្កេតដ៏ស៊ីជម្រៅហើយមានប្រសិទ្ធភាពដើម្បីវែកមុខអ្នកបញ្ជាយកមកផ្ដន្ទាទោសនោះដែរខ្ញុំតាំងសារ៉ាដាអាស៊ីសេរីពីរដ្ឋធានី Washington